កាលពីមុនលោកគ្រូយ៉ាតគឺជាអ្នកដែលរៀនមន្តវិជ្ជាអាគមច្រើនប្រភេទមិនថាមន្តអាគមធ្វើស្នេហ៍ឬដោះអំពើនោះទេគាត់សុទ្ធតែចេះទាំងអស់រីឯអ្នកភូមិរបស់គាត់សុទ្ធតែមករកគាត់ដើម្បីធ្វើស្នេហ៍ឲ្យគេស្រឡាញ់អាណិតរីឯអ្នកខ្លះទៀតមករកគាត់ដើម្បីឲ្យគាត់ធ្វើអំពើដាក់ទៅកាន់មនុស្សដែលខ្លួនស្អប់ហើយលោកគ្រូយ៉ាតក៏មានកូនស្រីម្នាក់ដែរកូនស្រីរបស់គាត់ឈ្មោះថានាងនូនតាំងតែពីប្រពន្ធគាត់ស្លាប់បាត់បង់ជីវិតទៅគាត់ស្រឡាញ់និងបារម្ភហួងហែងកូនស្រីរបស់គាត់ណាស់ហើយនាងនូនគឺជាស្រីក្រមុំដែលមានសម្រស់ស្រស់ស្អាតម្នាក់នៅក្នុងភូមិផងដែរហើយនាងក៏បានចាប់ចិត្តស្រឡាញ់អ្នកកំឡោះម្នាក់នៅក្នុងភូមិផងដែរហើយអ្នកកំឡោះម្នាក់នោះមានឈ្មោះថាវ៉ាន់គ្រប់ពេលដែលមានមនុស្សមករកលោកឪពុករបស់នាងឲ្យជួយធ្វើពិធីរំដោះគ្រោះឬបញ្ចូលមន្តស្នេហ៍ជាដើមនាងតែងតែលួចចេញទៅជួបនឹងអ្នកកំឡោះវ៉ាន់ជារៀងរាល់ថ្ងៃហើយពេលវេលាដែលអ្នកទាំងពីរបានជជែកគ្នាលេងមិនសូវជាយូរប៉ុន្មាននោះទេដោយសារតែនាងនូនត្រូវឆាប់ប្រញាប់ត្រឡប់ទៅផ្ទះវិញព្រោះខ្លាចលោកឪពុកនាងបានដឹងតែនាងនូនមិនដែលដឹងទេថារឿងដែលនាងមកស្កាត់ជួបជាមួយនឹងអ្នកកំឡោះវ៉ាន់ត្រូវបានឪពុករបស់នាងបានដឹងតាំងតែពីយូរណាស់មកហើយតែគាត់មិនដែលលើកមកនិយាយចំពោះមុខកូនស្រីលោកគ្រូយ៉ានបានត្រឹមតែគិតក្នុងចិត្តថានៅពេលណាដែលបានសម្រេចមន្តអាគមរបស់គាត់នឹងសម្លាប់អ្នកកំឡោះវ៉ាន់ចោលភ្លាមព្រោះគាត់បានមើលឃើញកំឡោះអ្នកមានម្នាក់ដែលស័ក្តិសមជាមួយនឹងកូនស្រីគាត់ហើយលោកគ្រូយ៉ានកំពុងតែហាត់រៀនមន្តវិជ្ជាប្រែក្រឡាខ្លួនហើយមន្តវិជ្ជានេះដែរបានមកពីគ្រូបាអាចារ្យរបស់គាត់ហើយគ្រូបាអាចារ្យរបស់គាត់ក៏ធ្លាប់និយាយដាស់តឿនគាត់ដែរថាបើមិនចាំបាច់ទេកុំយកមន្តវិជ្ជានេះមកប្រើអីព្រោះវាជាមន្តវិជ្ជាខ្មៅលោកគ្រូយ៉ានមិនដែលស្ដាប់ពាក្យដាស់តឿនគ្រូបាអាចារ្យគាត់ទេអ្វីដែលបានហាមគាត់ធ្វើទាំងអស់រហូតមកដល់ថ្ងៃមួយនៅយប់នោះដែរលោកគ្រូយ៉ានកំពុងតែរៀនមន្តវិជ្ជាប្រែក្រឡាខ្លួនរបស់គាត់ហើយនៅពេលនោះគាត់ក៏បានប្រែក្រឡាខ្លួនទៅជាសត្វខ្លាមួយដ៏ធំនៅពេលដែលឃើញថាគាត់រៀនមន្តវិជ្ជាបានសម្រេចហើយនោះក៏បានដើរចេញពីក្នុងផ្ទះទាំងរូបរាងខ្លាដើម្បីដើរកាត់ព្រៃសំដៅទៅផ្ទះអ្នកកំឡោះវ៉ាន់នៅពេលដែលទៅដល់គាត់ក៏បានលាក់ខ្លួននៅព្រៃជិតផ្ទះនោះឲ្យតែឃើញអ្នកកំឡោះវ៉ាន់ចុះមកគាត់នឹងសម្លាប់ចោលភ្លាមហើយមិនយូរនោះទេឆ្កែដែលអ្នកកំឡោះវ៉ាន់បានចិញ្ចឹមនោះវាក៏បានព្រុសឡើងដោយសារតែវាព្រុសឡើងនេះគឺវាបានដឹងក្លិនថាមានសត្វសាហាវកំពុងតែនៅជិតផ្ទះហើយលោកឪពុករបស់អ្នកកំឡោះវ៉ាន់វិញក៏បានអើតមើលតាមបង្អួចដើម្បីរកមើលថាតើសត្វឆ្កែមួយនេះវាកំពុងតែព្រុសអ្វីអីក៏ព្រុសខ្លាំងម្ល៉េះហើយលោកគ្រូយ៉ានដែលនៅរូបរាងជាខ្លានោះពេលឃើញស្ថានភាពមិនសូវជាល្អក៏សម្រេចចិត្តដើរត្រឡប់ចូលទៅក្នុងព្រៃសិនហើយម្យ៉ាងទៀតគាត់ក៏មិនទាន់ច្បាស់លាស់ក្នុងចិត្តថាមន្តវិជ្ជាប្រែក្រឡាដែលគាត់បានរៀននេះវាអាចមានកម្លាំងសម្រាប់មនុស្សបានហើយឬនៅពេលដែលគាត់ដើរត្រឡប់ចូលទៅក្នុងព្រៃលោកឪពុករបស់អ្នកកំឡោះវ៉ាន់ក៏បានឃើញដែរតែដោយសារមើលមិនសូវច្បាស់មិនដឹងថាជាសត្វអ្វីហើយគាត់បានគិតក្នុងចិត្តថានៅក្នុងស្រុកភូមិនេះមិនដែលមានសត្វខ្លាចេញមកវាយប្រហារដល់អ្នកភូមិនោះទេចុះនោះគឺជាសត្វអ្វីអីក៏ធំយ៉ាងនេះគាត់បានត្រឹមតែគិតហើយក៏សង្ស័យនៅពេលព្រឹកឡើងគាត់ក៏បានយករឿងរ៉ាវទាំងអស់នេះទៅនិយាយប្រាប់ប្រពន្ធកូនរបស់គាត់ហើយអ្នកកំឡោះវ៉ាន់នៅពេលដែលបានដឹងរឿងនេះហើយក៏បាននិយាយឡើងថាគ្រប់ពេលដែលខ្ញុំទៅចំការខ្ញុំនឹងយកកំភ្លើងទៅជាប់ខ្លួនហើយមិនខ្វល់ថាជាសត្វអ្វីនោះទេរហូតមកដល់យប់នេះលោកគ្រូយ៉ាន
ក៏បានប្រើមុនវិជាប្រែក្រឡាខ្លួនទៅជាខ្លាម្ដងទៀតហើយម្ដងនេះគាត់មិនបានដើរសំដៅទៅផ្ទះរបស់អ្នកកំឡោះវ៉ាន់នោះទេព្រោះថាពេលនេះគាត់កំពុងតែដើរកាត់ព្រៃដើម្បីទៅភូមិម្ខាងទៀតហើយនៅពេលនោះដែរគាត់ក៏បានឃើញបុរសម្នាក់កំពុងតែដាក់អន្ទាក់ដើម្បីចាប់សត្វព្រៃនៅពេលដែលលោកគ្រូយ៉ានដែលនៅរូបរាងជាសត្វខ្លានោះពេលបានឃើញបុរសម្នាក់នេះដូច្នេះក៏បានសម្រេចចិត្តយកបុរសម្នាក់នោះដើម្បីមកសាកល្បងថាមុនវិជាប្រែក្រឡារបស់ខ្លួនអាចសម្លាប់មនុស្សបានហើយឬនៅហើយនៅពេលនោះគាត់ក៏បានរត់ទៅលោតខំសម្លាប់បុរសម្នាក់នោះបានសម្រេចហើយគាត់ក៏បានហែកស៊ីបុរសម្នាក់នោះយ៉ាងសាហាវព្រៃផ្សៃធ្វើឲ្យគាត់ទទួលបាននៅអានុភាពដ៏ខ្លាំងក្លាពីមុនវិជាប្រែក្រឡាដែលគាត់បានរៀននេះរហូតមកដល់ពេលព្រឹកនាងនូនដែលជាកូនស្រីរបស់លោកគ្រូយ៉ាននេះក៏បានរៀបចំបាយម្ហូបឲ្យលោកឪពុកជាប្រចាំហើយនៅថ្ងៃនេះនាងនូនក៏បានដើរចូលទៅក្នុងបន្ទប់របស់លោកឪពុកនាងក៏បានធំក្លិនឆ្អាបឈាមយ៉ាងខ្លាំងនៅពេលនោះនាងក៏បានឃើញក្រមាលោកឪពុករបស់នាងប្រឡាក់ពោពេញទៅដោយឈាមនៅពេលនោះនាងក៏បានមកសួរឪពុករបស់នាងដោយការព្រួយបារម្ភថាឈាមនោះគឺជាឈាមអ្វីលោកគ្រូយ៉ានដែលជាឪពុកបាននិយាយប្រាប់ទៅកូនស្រីថានោះគ្រាន់តែជាឈាមកម្ដៅរបស់ពុកទេកូនកុំបារម្ភពេកអីនាងនូនដែលជាកូនស្រីមិនបានសង្ស័យអ្វីច្រើននោះទេក៏បានយកក្រមាដែលប្រឡាក់ឈាមនោះយកទៅគុកហើយលោកគ្រូយ៉ានវិញក៏មិនបានហូបម្ហូបអាហារដែលកូនស្រីរៀបចំឲ្យនោះទេដោយសារតែនៅឆ្អែតសាច់មនុស្សដែលខ្លួនបានស៊ីកាលពីយប់មិញហើយនៅថ្ងៃនេះអ្នកភូមិក៏បានដឹងដែរថាមានមនុស្សស្លាប់នៅក្នុងព្រៃដោយសារតែត្រូវសត្វសាហាវចាប់ហែកស៊ីហើយអ្នកភូមិភ័យខ្លាចជាខ្លាំងឲ្យតែពេលយប់ឡើងមិនមានអ្នកណាចេញពីក្នុងផ្ទះនោះទេហើយនៅយប់នេះលោកគ្រូយ៉ាតក៏បានប្រើមុនវិជាប្រែក្រឡាខ្លួនទៅជាខ្លាម្ដងទៀតតែម្ដងនេះគាត់មិនបានទៅសម្លាប់មនុស្សនោះទេគឺគាត់ដើរទៅចូលផ្ទះរបស់អ្នកភូមិដើម្បីចាប់មាន់ទាស៊ីរហូតដល់ថ្ងៃបន្ទាប់លោកគ្រូយ៉ាតក៏បានប្រាប់ទៅកូនស្រីគាត់ថាពុកនឹងអត់អាហារពី3ថ្ងៃដើម្បីតាំងសិលកូនស្រីត្រៀមតែទឹកតែឲ្យពុកទៅបានហើយនាងនូនដោយសារតែបារម្ភពីលោកឪពុករបស់នាងក៏បានចាត់ផ្លែឈើទុកឲ្យលោកឪពុករបស់នាងហូបតែលោកឪពុករបស់នាងមិនបានហូបផ្លែឈើដែលនាងចាត់ឲ្យនោះទេហើយនាងក៏បានសង្កេតឃើញថាក្លិនខ្លួនរបស់ឪពុកនាងឆ្អាបក្លិនឈាមខ្លាំងណាស់សូម្បីតែនៅក្នុងបន្ទប់ក៏មានក្លិនឆ្អាបឈាមផងដែរហើយនៅយប់នេះផងដែរលោកគ្រូយ៉ាតក៏បានប្រើមុនវិជាប្រែក្រឡាខ្លួនទៅជាខ្លាទៀតហើយយប់នេះគេចេញទៅសំដៅរកផ្ទះរបស់អ្នកកំឡោះវ៉ាន់នៅពេលដែលបានទៅដល់ផ្ទះអ្នកកំឡោះវ៉ាន់ហើយនោះលោកគ្រូយ៉ាតដែលនៅជារូបរាងខ្លានោះក៏បានដើរក្រឡឹងផ្ទះនោះពីរបីជុំដើម្បីរកឱកាសល្អសម្រាប់អ្នកកំឡោះវ៉ាន់ហើយនៅពេលនោះអ្នកកំឡោះវ៉ាន់ក៏បានដឹងដែរថាមានសត្វអ្វីម្យ៉ាងកំពុងតែដើរក្រឡឹងផ្ទះរបស់គេក៏បានយកកាំភ្លើងមកអើតមើលតាមបង្អួចហើយក៏បានឃើញថានោះគឺជាសត្វខ្លាដ៏ធំមួយហើយអ្នកកំឡោះវ៉ាន់ក៏បានកាច់កាយកំភ្លើងបាញ់ចំកណ្ដាលខ្លួនរបស់វាដោយសារតែគ្រាប់កាំភ្លើងធម្មតាមិនអាចធ្វើអ្វីវាបាននោះទេក៏ព្រោះថាវាគឺជាសត្វខ្លាមុនអាគមក្រោយពេលដែលត្រូវគ្រាប់កាំភ្លើងហើយនោះលោកគ្រូយ៉ាតដែលនៅជារូបរាងខ្លានេះបានឈរសម្លឹងទៅអ្នកកំឡោះវ៉ាន់
ទៀងខ្សែភ្នែកពណ៌ក្រហមហើយគាត់ក៏បានត្រឡប់ទៅវិញសិនព្រោះថាពេលនេះមុនវិជាប្រែក្រឡាខ្លួនរបស់គាត់មិនទាន់ដល់កំពូលនោះទេហើយគាត់ក៏ឆ្ងល់ដែរថាតើផ្ទះរបស់អ្នកកំឡោះវ៉ាន់មានរបស់ល្អអីបានជាគាត់ចូលទៅមិនបានពេលមកដល់ព្រឹកឡើងអ្នកកំឡោះវ៉ាន់ក៏បានយករឿងកាលពីយប់មិញទៅប្រាប់ដល់លោកឪពុករបស់ខ្លួនលោកពុកកាលពីយប់មិញខ្ញុំបានឃើញសត្វខ្លាដ៏ធំមួយក្បាលនៅជិតផ្ទះរបស់យើងខ្ញុំបានយកកាំភ្លើងបាញ់ត្រូវវាដែរតែមិនធ្វើឲ្យវាមានរបួសនោះទេពេលបានស្ដាប់បែបនេះហើយនោះលោកឪពុករបស់អ្នកកំឡោះវ៉ាន់ក៏បាននិយាយឡើងថាគ្រាប់កាំភ្លើងរបស់កូនមិនអាចធ្វើអ្វីវាបាននោះទេគឺព្រោះតែវាគឺជាខ្លាមន្តអាគមពេលនោះអ្នកកំឡោះវ៉ាន់ក៏បានសួរទៅលោកឪពុករបស់គាត់ថាហេតុអីបានជាពុកដឹងថានោះគឺជាខ្លាមន្តអាគមព្រោះថាកាលពីមុនពុកក៏ធ្លាប់បានរៀនបន្តិចបន្តួចដែរតែពុកមិនដែលនិយាយប្រាប់អ្នកណានោះទេចុះលោកឪពុកមានវិធីអ្វីដើម្បីចាត់ការវាដែរឬទេបើគ្រាប់កាំភ្លើងធម្មតាបាញ់វាមិនមុតផងនោះពុកមានវិធីហើយកូនឆាប់យកគ្រាប់កាំភ្លើងចេញមកពុកនឹងសូត្រមន្តអាគមគាថាដាក់ចូលក្នុងគ្រាប់កាំភ្លើងនោះហើយកូនចាំយកគ្រាប់កាំភ្លើងនេះទៅបាញ់សម្លាប់វាទៅហើយនៅថ្ងៃនេះអ្នកកំឡោះវ៉ាន់ក៏បានទៅសុំឲ្យអ្នកចេះបាញ់កាំភ្លើងពីរ3នាក់នៅក្នុងភូមិមករងចាំនៅផ្ទះគេដើម្បីបាញ់សត្វខ្លានោះហើយនៅក្នុងយប់នេះដែរលោកគ្រូយ៉ាតដែលបានប្រែក្លាយខ្លួនជាសត្វខ្លាហើយនោះក៏បានដើរសំដៅមករកផ្ទះរបស់អ្នកកំឡោះវ៉ាន់តែម្ដងហើយយប់នេះអ្នកកំឡោះវ៉ាន់ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរគេបានសុំឲ្យអ្នកភូមិពីរ3នាក់ដើម្បីមកជួយចាំបាញ់សម្លាប់សត្វខ្លាមន្តអាគមនេះនៅពេលដែលឃើញវាមកភ្លាមអ្នកទាំងអស់គ្នាដែលរងចាំវាក៏បាននាំគ្នាទៅពាត់បាញ់សម្លាប់វានៅនឹងកន្លែងដោយសារតែគ្រាប់កាំភ្លើងអ្នកទាំងអស់គ្នានោះសុទ្ធតែបញ្ចុះមន្តអាគមរួចរាល់ហើយនោះទើបអាចបាញ់សម្លាប់ខ្លាមន្តអាគមនេះនៅនឹងកន្លែងហើយមុននឹងស្លាប់វាក៏បានប្រែខ្លួនទៅជាលោកគ្រូយ៉ាតវិញហើយក៏បាននិយាយទៅកាន់អ្នកកំឡោះវ៉ាន់ថាសូមជួយមើលថែកូនស្រីខ្ញុំជំនួសខ្ញុំផងខ្ញុំដឹងថាអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ឲ្យខ្ញុំសុំទោសផងខ្ញុំបានដើរផ្លូវខុសហើយគាត់ក៏បានអស់ដង្ហើមស្លាប់នៅទីនោះទៅហើយអ្នកកំឡោះវ៉ាន់ក៏បានរៀបការជាមួយនឹងនាងនួនពួកគេទាំងពីរនាក់ក៏បាននាំគ្នាទៅរស់នៅឯស្រុកភូមិផ្សេងដោយសារតែនាងនួនមិនអាចទ្រាំនឹងពាក្យគេប្រមាថលោកឪពុកថាជាមនុស្សចិត្តអាក្រក់សាហាវព្រៃផ្សៃ